Cam Top Tip សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួបគ្នាជាថ្មីទៀតហើយជាមួយនឹងវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tip ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃនៅថ្ងៃនេះយើងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត group ការចូលរួមក្នុង group ឬក៏ការចាក់ចែងពី group នៅក្នុង Facebook group នោះមានន័យថាក្រុមបាទអញ្ចឹងសូមចាប់ផ្ដើមដូចតទៅអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់កុំព្យូទ័រដើម្បីបង្កើត group គឺបង្កើតក្រុមនៅក្នុង Facebook បាទអញ្ចឹងអូសចុះក្រោមបន្ទាប់ពីអ្នកទាំងអស់គ្នាអូសចុះក្រោមមកសូមក្រឡេកមកមើលខាងឆ្វេងវាមានពាក្យថា group នេះ group អញ្ចឹងនៅខាងក្រោមពាក្យ group បន្តិចហ្នឹងមានពាក្យថា new group អញ្ចឹងបើសិនជាចង់បង្កើត group ថ្មីសូមคลิกយកត្រង់កន្លែង new group បន្ទាប់មកអ្នកទាំងអស់គ្នាក្រឡេកទៅខាងលើឈៀងខាងស្ដាំមានពាក្យថា create group ពណ៌បៃតងហើយវានឹងឲ្យអ្នកទាំងអស់គ្នាដាក់ឈ្មោះ group អញ្ចឹង Cam Top Tip សូមដាក់ឈ្មោះ group Cam Top Tip បន្ទាប់មកវាឲ្យអ្នកទាំងអស់គ្នាបញ្ចូលសមាជិកឧទាហរណ៍ Cam Top Tip សូមវាអក្សរ A សាក់មើលហើយរងចាំមួយផ្លែតនេះនឹងលោតចេញមកឲ្យអញ្ចឹងយើងគ្រីសចូលទៅ add ចូលយើងចង់ add ប៉ុន្មានក៏បានដែរបានរាប់ម៉ឺននេះនោះបាទបន្ទាប់មកនៅត្រង់ខាងក្រោមនេះដាក់ថា publish close and secret មានន័យថា publish សមាជិកក្នុងក្រុមដល់ពេលដែលគាត់ចូលរួមក្នុងក្រុមនេះគឺមានន័យថាគាត់អាចឃើញនៅអ្វីៗដែលក្រុមបានផុសនិងអាចចូលផុសគឺបង្ហោះអ្វីៗចូលក្នុងក្រុមបានផងដែរអញ្ចឹង click យក publish មានន័យថាទូទៅមួយទៀតគឺ close មានន័យថាសមាជិកក្នុងក្រុមអាចផុសអ្វីៗចូលក្នុងក្រុមគឺក្នុងក្រុមហ្នឹងក៏ប៉ុន្តែក្រៅពីសមាជិកក្នុងក្រុមអ្នកដទៃទៀតមិនអាចឃើញនៅអ្វីៗដែលក្រុមផុសចេញនោះទេមានតែក្នុងក្រុមគត់ដែលអាចឃើញនៅអ្វីៗដែលក្រុមបង្ហោះចេញបន្ទាប់មកខាងក្រោមគឺ secret មានន័យថាលាក់បាំងទាំងឈ្មោះ group ទៅទៀតគេមើលមិនឃើញឈ្មោះ group នឹងទេហើយមានតែសមាជិកក្នុងក្រុមទេដែលអាចឃើញនៅអ្វីៗដែលក្រុមបានផុសបានបង្ហោះបាទអញ្ចឹងមាន3នឹងឯងជាទូទៅគេជ្រើសរើសយក public ប៉ុន្តែសម្រាប់ក្រុមដែលជាក្រុមសម្ងាត់គេតែងតែជ្រើសរើស close សម្រាប់ធ្វើការងារក្នុងក្រុមរបស់គេដែលយើងមិនដឹងទេអញ្ចឹងបើសិនជាចង់បើកក្រុមនឹងខ្លាចជាក្រុមទូទៅគឺគេ click យក public បើសិនជាត្រឹមតែធ្វើការងារក្នុងក្រុមខ្លួនឯងដែលជាអាចកំបាំងទេគេ click យក close ប៉ុន្តែបើសិនជាអាចកំបាំងមែនតើគឺគេ click យក secret សូម្បីតែអ្នកដទៃនៅក្នុង Facebook ក៏មិនឃើញដែរពីខាងលើគឺអ្នកដទៃនៅក្នុង Facebook គឺអាចឃើញបាទចំណែកមួយខាងក្រោមគឺអ្នកដែលប្រើប្រាស់ Facebook មើលមិនឃើញទេមិនដឹងថាក្រុមនឹងឈ្មោះអីនៅទីណានោះទេអញ្ចឹងបន្ទាប់ពីជ្រើសរើសចំណុចណាមួយអ្នកនរគ្នា click យក create នៅខាងក្រោមនេះពណ៌ខៀវបន្ទាប់មកវាឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកនិមិត្តសញ្ញាកន្លែងនេះអត់មានអីទេគ្រាន់តែជ្រើសរើសយកនិមិត្តសញ្ញារបស់ក្រុមតែប៉ុណ្ណោះអញ្ចឹងCam Top Tipសូមជ្រើសរើសយកនិមិត្តសញ្ញាមួយបន្ទាប់មក click យក OK បាទមកដល់ត្រង់កន្លែងនេះទៅហើយវាដាក់ថា 33% complete មានន័យថាអ្នកទាំងអស់គ្នាអាច add a description មានន័យថា click កន្លែងនេះមកដើម្បីរៀបរាប់ថាក្រុមនឹងបង្កើតមកដើម្បីធ្វើអ្វីបន្ទាប់មក click ត្រង់កន្លែងនេះមកដើម្បី add cover នេះរូប cover ខាងលើនេះដើម្បីដាក់រូប cover ខាងលើនេះបញ្ចូលអញ្ចឹងការបង្កើត group មានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ជាក់ជាមិនខាននិងមួយទៀតពីរបៀបនៃការចាក់ចែងពី group បើសិនជាចូលរួមហើយចាក់ចែងពី group បាននេះនៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាមើលទៅនេះមានពាក្យថា leave group អញ្ចឹងអាចចាក់ចែងពី group មកហើយបញ្ជាក់ថា leave group មកគឺយើងចាក់ចែងពី group នឹងបានហើយបើសិនជាយើងធុញនៅក្នុង group នឹងសូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលតាមដានវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tip